ព្រះបាទយសោវរ្ម័នទី1ជាស្ថាបនិកក្រុងយសោធរនិងជាក្សត្រដែលបានកសាងប្រាសាទភ្នំបាខែងបានមានព្រះបន្ទូលជាបណ្ដាំអង្វរទៅដល់មនុស្សទូទៅជាពិសេសទៅដល់ព្រះរាជាជំនាន់ក្រោយឲ្យថែរក្សាទេវស្ថានដែលព្រះអង្គបានសាងទាំងអម្បាលមានឲ្យគង់វង្សអោព្រះរាជាទាំងពួងសំណង់ដែលខ្ញុំបានសាងដើម្បីបានជាផលបុណ្យដល់គេឯងគ្រប់គ្នានេះចូលព្រះអង្គថែរក្សាដើម្បីជាប្រយោជន៍នៃព្រះអង្គផ្ទាល់គ្រប់រូបបិទរក្សាអ្វីដែលគួរតែរក្សាគឺជាករណីកិច្ចរបស់ព្រះអង្គនៅលើលោកនេះស្រីយសោវរ្ម័នដាំអង្វរដល់ព្រះរាជាខ្មែរនៅអនាគតអស់អ្នកដែលសុទ្ធតែប្រកបទៅដោយបុណ្យសូមអស់អ្នកមេត្តាគោរពសំណង់បុណ្យនេះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការជួសជុលការមើលថែនិងការស្ដារឡើងវិញនៅប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរយើងខ្ញុំអាចនិយាយបានថាពួកយើងពិតជាមានសំណាងដែលបានកើតក្នុងសម័យកាលនេះព្រោះពួកយើងបានមើលឃើញប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរយើងងើបឈរឡើងវិញខ្ញុំនឹងនាំបងប្អូនទៅកាន់អតីតកាលបន្តិចដែលគិតចាប់ពីសតវត្សទី16ផុតពីរាជព្រះបាទអង្គច័ន្ទទី1មកដល់ចុងសតវត្សទី20គឺមានរយៈពេលប្រមាណជា400ឆ្នាំរយៈពេលប្រមាណជា400ឆ្នាំចុងក្រោយមកនេះប្រទេសយើងបានជួបនៅកលយុគសង្គ្រាមឈ្លានពានពីប្រទេសជិតខាងការបែកបាក់ផ្ទៃក្នុងចំនួនដណ្ដើមរាជពីសំណាក់រាជវង្សានុវង្សការគៀបសង្កត់ពីសំណាក់អាជ្ញាធរបារាំងមកលើប្រជាជនខ្មែរកំឡុងពេលដែលខ្លួនបានដាក់អាណានិគមនិងការឡើងកាន់អំណាចរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហមព្រឹត្តិការណ៍ទាំងអស់នេះហើយដែលធ្វើឲ្យខ្មែរយើងពុំដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់មើលថែប្រាង្គប្រាសាទដែលជារតនសម្បត្តិជាតិពុំអាចកាត់ថ្លៃបានឆ្លងកាត់ជាច្រើនសម័យកាលដោយពុំបានមើលថែប្រាសាទទាំងអស់នោះត្រូវបានធម្មជាតិលេបត្របាក់បន្តិចម្ដងប្រកបណាស់កាលពី100ឆ្នាំមុនបារាំងបានចាប់ផ្ដើមសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនិងបុរាណស្ថាននានានៅជុំវិញតំបន់ឥណ្ឌូចិននៅដើមសតវត្សទី20ឆ្នាំ1907បារាំងក៏ចាប់ផ្ដើមអភិរក្សជួសជុលប្រាង្គប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរប៉ុន្តែកំឡុងទសវត្សរ៍ឆ្នាំ1970ដល់1980ចំនួនផ្ទៃក្នុងនិងសង្គ្រាមស៊ីវិលក៏បានឆាប់ឆេះឡើងសារជាថ្មីដែលជាហេតុធ្វើឲ្យតំបន់អង្គរត្រូវបានគេបោះបង់ចោលម្ដងទៀតលែងមានអ្នកថែទាំរក្សាត្រឹមត្រូវអស់ជាច្រើនឆ្នាំតំបន់បុរាណមួយនេះបានរងការគំរាមកំហែងពីសំណាក់ក្រមយោធានិងការដណ្ដើមកាន់កាប់ឡើងវិញពីធម្មជាតិក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមឆ្នាំ1979ក៏យើងមិនទាន់បានបន្តកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរដែររហូតដល់ឆ្នាំ1990ទើបគម្រោងនានាត្រូវបានដាក់ឲ្យមានចលនាឡើងវិញដើម្បីស្ដារតំបន់រមណីយដ្ឋានអង្គរមកដល់ថ្ងៃទី14ធ្នូឆ្នាំ1992នៅទីក្រុង Santa Fe សហរដ្ឋអាមេរិកតំបន់រមណីយដ្ឋានអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ថ្ងៃទី28ខែឧសភាឆ្នាំ1994ព្រះបាទនរោត្តមសីហនុបានចុះព្រះរាជក្រឹត្យលេខ001ស្ដីអំពីការកំណត់និងចាត់ចែងតំបន់សៀមរាបអង្គរថ្ងៃទី19ខែកុម្ភៈឆ្នាំ1995អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងជាផ្លូវការសប្តាហ៍មានប្រាសាទជាច្រើនណាស់ដែលត្រូវបានមើលថែរក្សានិងជួសជុលផ្នែកដែលបានបាក់បែកឡើងវិញជាស្ដែងដូចជាប្រាសាទបាយ័នដែលកំពុងតែជួសជុលថែវនិងរោងទងជាពិសេសគឺស្រះទឹកទាំងពីរនៅពីមុខប្រាសាទដែលត្រូវបានដីលេបត្របាក់ជាច្រើនឆ្នាំមកហើយក៏កំពុងតែចេញរូបរាងអួតសម្រស់មកវិញសាជាថ្មីបើប្រាសាទបេងមាលាវិញស្ពានហាលខាងកើតក៏កំពុងតែត្រូវបានជួសជុលស្ទើរតែរួចទាំងស្រុងនិងលេចរូបរាងដើមមកវិញបានមួយចំនួនហើយប្រាសាទភ្នំបាខែងដែលមានកម្ពស់សរុបទាំងអស់109និងជាកន្លែងគយគន់មើលថ្ងៃរះនិងថ្ងៃលិចយ៉ាងស្រស់ស្អាតក៏កំពុងតែជួសជុលយ៉ាងមមាញឹកពីសំណាក់កម្មករនិងវិស្វករផងដែររានហាលនិងបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែបានជួសជុលរួចរាល់និងបន្តជួសជុលផ្នែកផ្សេងទៀតនៃប្រាសាទលលៃដែលស្ថិតនៅចំកណ្ដាលបារាយណ៍ខាងត្បូងឬឥន្ទ្រតដាតក៏កំពុងតែត្រូវបានជួសជុលយ៉ាងសស្រាក់សស្រាំប្រាសាទព្រះវិហារក៏កំពុងតែជួសជុលផងដែរហើយថ្មីនេះអ្នកជំនាញបានធ្វើកំណាយរកឃើញរូបចម្លាក់តោដ៏ធំមួយដែលកប់ក្នុងដីជាច្រើនឆ្នាំចំពោះប្រាសាទអង្គរវត្តវិញក៏កំពុងតែបានជួសជុលជើងសសរនៅរួតបាកានចម្លាក់អប្សរាច្រាំងកសិនបង្កាន់ដៃនាគខាងត្បូងរានហាលនៅជាន់ទី2ដែលបានបិទលេងឲ្យឆ្លងកាត់ជាង20ឆ្នាំមកហើយក៏បានជួសជុលរឹងមាំឡើងវិញនិងមានប្រាសាទជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់នៅក្នុងវីដេអូនេះហើយនេះគឺជាភស្តុតាងមួយយ៉ាងជាក់ច្បាស់ឲ្យទៅថាប្រទេសយើងមានសុខសន្តិភាពមានស្ថិរភាពច្បាស់ណាស់ថាយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែនិងជួសជុលប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរយើងបច្ចុប្បន្នប្រទេសយើងក៏កំពុងតែនៅស្រេកឃ្លានសន្តិភាពប៉ុន្តែបើខ្មាំងចេះតែចង់ឈ្លានពានចេះតែចង់បង្ហូរឈាមប្រកាសណាស់ថាយើងមិនអាចនៅស្ងៀមបានឡើយហើយនៅក្នុងដៃខ្ញុំនេះគឺជាសៀវភៅមួយក្បាលដែលមានចំណងជើងថាអ្នកថែអង្គរ
ដែលនិយាយអំពីកិច្ចការងាររបស់កម្មករវិស្វករនិងបុរាណវិទូដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួនក្នុងការមើលថែនិងជួសជុលប្រាង្គប្រាសាទអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like ជួយ share ឬក៏ follow page របស់ខ្ញុំម្នាក់មួយផងហើយជួបជាមួយខ្ញុំបងបឿនៅវីដេអូក្រោយ